បងស្រីរបស់នាងខ្ញុំគាត់ថាទៅរស់នៅដល់ស្រុកគេហើយហ្នឹងណាមានបានឆាងក្តៅអង្កែបអីណាថតអួតគាត់នៅស្រុកខ្មែរទៀតណាខ្ញុំថានៅស្រុកណាក៏ដោយសំខាន់ឲ្យតែមានលុយទិញគ្រាន់តែវារៀងថ្លៃនិងពិបាកដើររកទិញបន្តិចតាជំរាបសួរអេសួស្ដីពុកម៉ែមីងបងប្អូនទាំងអស់គ្នាពីប្រទេសបារាំងទៅទៀតហើយថ្ងៃនេះគឺនាងខ្ញុំមកឆាក្តៅកង្កែបបន្ទាប់មកនាងខ្ញុំក៏ដាក់ខ្ទះនិងខ្លាញ់ឲ្យក្តៅទៅបន្ទាប់មកក៏ដាក់គល់គ្រៃដើម្បីបំពងបងប្អូនហើយគល់គ្រៃយើងកំពងតាមមួយត្រឡប់ពីរត្រឡប់អញ្ចឹងទៅបានហើយបងប្អូនកុំឲ្យវាក្រៀមពេកអញ្ចឹងណាតែប៉ុណ្ណឹងវារៀងស្រួយឆ្ងាញ់ហើយបន្ទាប់មកនេះខ្ញុំក៏ដួសដាក់ម្ដុំសិនអញ្ចឹងទៅបងប្អូនហើយបន្ទាប់មកយើងក៏ដាក់កង្កែបយើងនឹងចូលទៅបំពងទៅបងប្អូនហើយកង្កែបស្រុកនេះគឺមានតែភ្លើអញ្ចឹងឯងបងប្អូនអើយគឺអត់មានខ្លួនអត់មានដៃអីទេកង្កែបហ្នឹងយើងកំពងតាប៉ុណ្ណឹងបានហើយបងប្អូនមិនក្រៀមពេកទេដោយសារយើងត្រូវយកទៅឆាទៀតអញ្ចឹងណាបន្ទាប់មកខ្លាញ់ដែលយើងកំពងមិនហ្នឹងយើងចាក់ចេញខ្លះទៅបងប្អូនហើយយើងក៏ដាក់ខ្ទឹមចូលកំពងក្នុងខ្ទះតែមួយហ្នឹងទៅខ្ជិលប្រើច្រើនខ្ទះអញ្ចឹងណាហើយយើងក៏លីងខ្ទឹមវារៀងឈ្ងុយហើយយើងក៏ចាក់អង្កែបចូលទៅបងប្អូនយើងក៏លីងអង្កែបមួយខ្ទឹមហ្នឹងឲ្យវារៀងឈ្ងុយបន្តិចទៅយើងអាលីងអង្កែបជាមួយនឹងខ្ទឹមបំពងយើងរៀងឈ្ងុយល្អហើយបន្ទាប់មកយើងក៏បន្ថែមជាមួយនឹងទឹកស៊ីអ៊ីវចូលទៅបងប្អូនហើយត្រឡប់មកដាក់ទឹកស៊ីអ៊ីវចូលទៅគឺដឹងតែកូរវាអញ្ចឹងហើយខ្លាច់ខ្លោចអញ្ចឹងណាបន្ទាប់មកនាងខ្ញុំក៏បន្ថែមជាមួយនឹងទឹកត្រីចូលទៅបងប្អូនដាក់តែបន្តិចទេដោយសារខ្លាច់ប្រៃពេកអញ្ចឹងណាដោយសារទឹកស៊ីអ៊ីវយើងក៏មានរសជាតិផ្អែមឬក៏ប្រៃដែរបន្ទាប់មកនាងខ្ញុំក៏ថែមប្រេងខ្យងចូលទៅបងប្អូនថែមតែបន្តិចបានណាបងប្អូនដោយសារតែទឹកស៊ីអ៊ីវពេលយើងប្រើយើងមិនចាំប្រើប្រេងខ្យងក៏បានដែរបងប្អូនគឺវាខាប់ហើយឈ្ងុយណាស់ហើយបន្ទាប់មកយើងក៏បន្ថែមជាមួយនឹងម្ទេសចូលទៅយើងបន្ថែមម្ទេសហើយមើលតាគ្រឿងគ្រើរបស់យើងចូលជាគ្នារៀងឆ្អិនយើងក៏បន្ថែមជាមួយនឹងគល់ក្រៃបំពងហើយជាមួយនឹងស្លឹកក្រូចតែស្លឹកក្រូចរបស់នាងខ្ញុំគឺស្លឹកក្រូចក្រៀមទេបងប្អូនបន្ទាប់មកនាងខ្ញុំក៏បន្ថែមជាមួយនឹងម្រះព្រៅចូលទៅបងប្អូនហើយម្រះព្រៅនាងខ្ញុំគឺកកទេពេលដែលនាងខ្ញុំដាក់ក្នុងទូកកហ្នឹងនាងខ្ញុំពូតជាដុំបែបហ្នឹងបងប្អូនពេលដែលយើងត្រូវការឆាឬក៏ស្លយើងដកតែម្ដុំអញ្ចឹងមកគឺរួចតែម្ដងហើយបងប្អូនឃើញនៅពណ៌នៅក្លិនគឺឈ្ងុយដដែលតែម្ដងណាអត់មានបាត់